Bác nhà mặt sông chung điệp su bụng mà mình từng ở kia bàថ្ងៃនេះគឺថ្ងៃទី29បាទខែវិច្ឆិកាឆ្នាំ2025ហើយនៅក្នុងថ្ងៃពុកម៉ែមីងខ្ញុំបានមានសបិនផងដែរប៉ុន្តែយើងយូរតែជូនទៅកាន់ពុកម៉ែមីងតែអីមកនៅក្នុងសបិនហ្នឹងគឺរបៀបថានៅសាលាហើយទៅមានសិស្សរបៀបថាសិស្សហ្នឹងយើងបានឲ្យជារង្វាន់ឲ្យអីហើយរង្វាន់គឺឡានណាពុកម៉ែមីងប៉ុន្តែរួចទៅកូនសិស្ស2នាក់ហ្នឹងមកត្រឡប់មកវិញហើយបានប្រៀបថាឲ្យយើងសងដោយសារតែឡាននឹងខូចបាទពុកម៉ែមីងឡាននឹងខូចហើយគេយកទៅជួសជុលឃើញថាម៉ាស៊ីនគេយកឲ្យមើលម៉ាស៊ីនយកម៉ាស៊ីនឲ្យមើលមកគឺម៉ាស៊ីនហ្នឹងបែកក៏តែបែកអីអស់អញ្ចឹងណាហ្នឹងហើយទៅយើងថាសាលាយើងគ្រាន់តែទទួលពីម្ចាស់ប្រៀបថាអ្នកឧបត្ថម្ភអញ្ចឹងទៅហើយយើងមិនត្រូវមានទំនួលខុសត្រូវអ្នកសងទៅអីតសួរពីអ្នកឧបត្ថម្ភទៅសួរពីការ៉ាស់គេធានាអីមិនហ្នឹងហើយដល់ពេលទៅខ្ញុំក៏សួរឥឡូវលេខអ្នកម្ចាស់ឧបត្ថម្ភលេខម៉ានតែកូនក្មេងនោះវាថៅជាពូទៅជាអ៊ំវានោះមកកូនក្មេងស្រីនោះក៏ប្រាប់ថាខ្ញុំចាំតែលេខនោះលេខ012គេហៅចឹងឲ្យខ្ញុំសរសេរខ្ញុំក៏សរសេរទៅបាទសរសេរក្នុងទូរស័ព្ទចុច012មួយទៅសួរលេខម៉ានទៀតគេថាមិនបាច់ចុចទេដក clear ទៅចេះដក clear រហូតអត់មានលេខអីពុកម៉ែមួយទៅក៏ចុចបញ្ជូនទៅសាប់តែចូលមែនប៉ុន្តែពេលតែចូលទៅខ្ញុំសួរពីរឿងថាបងហ្នឹងអ្នកឧបត្ថម្ភឡាននៅសាលាកោះស្ទឹងអីចឹងមែនចឹងទៅបាទគាត់ថាមែនទេខ្ញុំថាអូអញ្ចឹងសំទោសប្រហែលជាច្រឡំលេខហើយបាទហ្នឹងហើយអញ្ចឹងក៏បាទចាប់តាមប៉ុណ្ណឹងទៅហើយខ្ញុំក៏អត់មានបានធ្វើអីដែរប៉ុន្តែជាពុកម៉ែមីងឡាននោះឡានជាប្រភេទឡាន Lexus GS 300ណាបាទអញ្ចឹងមានប៉ុណ្ណឹងឯងចែកជូនទៅកាន់ពុកម៉ែមីងនៅក្នុងថ្ងៃនេះជូនពរពុកម៉ែមីងហេងទាំងអស់គ្នា